ថ្ងៃស្អែកនេះជាថ្ងៃ15កើតពេញបរមីជាថ្ងៃសំខាន់មួយដែលភាគច្រើនយើងឃើញថានៅក្នុងពុទ្ធសាសនាមានការឲ្យតម្លៃយ៉ាងសំខាន់ហើយថ្ងៃនេះផងដែរអ្នកគ្រូបានដាក់បាតលោកថ្ងៃ14កើតអញ្ចឹងសូមចែកជូនបុណ្យកុសលទាំងឡាយដល់ពុកម៉ែបងប្អូននិងញាតិពធរួមទាំងហ្វេនដែលចូលរួមបរិច្ចាគមកធ្វើបុណ្យជាមួយនឹងអ្នកគ្រូសូមឲ្យអ្នកដែលបានឃើញបានដឹងបានឮអនុមោទនាបុណ្យសូមឲ្យជ្រះថ្លាពងប្រាថ្នាអ្វីសូមឲ្យបានសម្រេចតាមសេចក្តីប្រាថ្នាសូមអនុមោទនាសាធុសាធុសាធុហើយថ្ងៃស្អែកជាថ្ងៃពេញបរមីព្រះសម្មាសម្ពុទ្ធបានសម្ដែងពីថ្ងៃសំខាន់នៅយុគបច្ចុប្បន្ននេះដោយសារតែសកទេវរាជឬហៅថាព្រះឥន្ទពេលនេះលោកជាព្រះអរិយបុគ្គលអញ្ចឹងរៀងរាល់ថ្ងៃសិលធំឬហៅថា15កើតនៅក្នុងលោកមនុស្សលោកតែងតែដឹកនាំបរិស័ទដែលនៅទេវលោកទៅគោរពនមស្ការនៅចលមនីចេតិយមានព្រះចង្កូមកែវរួមទាំងព្រះកេសារបស់ព្រះសម្មាសម្ពុទ្ធនៅក្នុងកំឡុងពេលដែលព្រះអង្គចេញបួសព្រះអង្គកាត់កេសាឲ្យអធិដ្ឋានចិត្តទៅទេព្រះអង្គអធិដ្ឋានថាបើចេញបួសហើយមិនបានត្រាស់ដឹងទេសូមឲ្យកេសារបស់យើងធ្លាក់ចុះមកដល់ដីតែបើយើងចេញបួសហើយសម្រាប់ជាព្រះសម្មាសម្ពុទ្ធសូមឲ្យព្រះកេសារបស់យើងអណ្ដែតទៅលើអាកាសចុះអញ្ចឹងព្រះពោធិសត្វពេលចេញបួសគឺកាត់សក់ណាស់អត់កោដោយលោកទេហើយលោកក៏បានអធិដ្ឋានបោះកេសាឡើងទៅលើទៅកេសានោះអត់បានធ្លាក់ចុះមកក្រោមទេអញ្ចឹងព្រះឥន្ទបានយកប្រអប់កែវត្រកេសានោះយកទៅដាក់នៅចលមនីចេតិយឋានតាវតឹងរហូតដល់បច្ចុប្បន្ននេះអញ្ចឹងនៅចលមនីចេតិយមានទាំងព្រះកេសាផងមានទាំងព្រះចង្កូមកែវផងហើយរៀងរាល់ថ្ងៃ15កើតនៅក្នុងលោកមនុស្សហ្នឹងទេវតាទាំងឡាយនឹងមកប្រជុំគ្នានៅចលមនីចេតិយដើម្បីសក្ការៈហើយមានព្រះឥន្ទជាអ្នកសម្ដែងធម៌ឬក៏មានទេវតាខ្លះដែលមានចំណេះជំនាញជាធម្មកថានៅក្នុងព្រះពុទ្ធសាសនាក៏មានការសម្ដែងធម៌ជំនួសព្រះឥន្ទអីចឹងទៅឬពេលខ្លះព្រះឥន្ទទៅរតនីសន្តិសត្វទេវបុត្រដែលជាអតីតព្រះនាងសិរិមហាមាយាជាពុទ្ធមេត្តាមកសម្ដែងធម៌ក៏មានហើយភាគច្រើនដែលគ្រូបាអាចារ្យនិយាយថាព្រះឥន្ទតែងទៅអរតនីទេវបុត្រមួយអង្គនៅឯឋានតុសិតដែរបច្ចុប្បន្ននេះមានវិមានធំធេងស្កឹមស្កៃជាងគេអ្នកណាដឹងទេគឺព្រះពោធិសត្វដែលនឹងបានត្រាស់ដឹងជាព្រះអរិយមេត្រីចុះមកសម្ដែងធម៌នៅក្នុងថ្ងៃ15កើតនឹងឯងប៉ុន្តែចំពោះទេវតាថ្មីត្បិតតែស្ដាប់ធម៌នៅក្នុងថ្ងៃ15កើតលោកមនុស្សតែគឺមានញាណសម្រាប់សោយកម្មគុណរបស់គេផ្សេងទៀតដោយព្រះអិនចឹងមានញាណ1000ធ្វើព្រមគ្នានៅក្នុងពេលតែមួយអញ្ចឹងគេសោយកម្មគុណផ្សេងទទួលបុណ្យផ្សេងអញ្ចឹងគេដឹងព្រមគ្នាហើយនៅក្នុងតម្រាពុទ្ធសាសនាបានបញ្ជាក់ថារៀងរាល់ថ្ងៃ15កើតពេញបរមីហ្នឹងនៅឯយមលោកនៅឋាននរកប៉ុន្តែយមលោកហ្នឹងកន្លែងកាត់ក្តីកន្លែងស្ដេចយមរាជមែនទេអញ្ចឹងនៅយមលោករៀងរាល់ថ្ងៃ15កើតហ្នឹងពួកនាយនិរិយបាលផ្អាកធ្វើទរណកម្មដូច្នេះធ្វើឲ្យសត្វលោកនៅយមលោកហ្នឹងគឺសម្រាកឬសត្វនរកខ្លះនាយនិរិយបាលយកមកកាត់ក្តីឡើងវិញនៅថ្ងៃ15កើតហ្នឹង